កំពូលទស្សនវិទូល្បីៗរបស់ចិនប្រទេសចិនគឺជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រយូរអង្វែងណាស់មកហើយថែមទាំងសម្បូរទៅដោយសុភាសិតកំណាព្យដែលកោតចេញពីកំពូលទស្សនវិទូអ្នកប្រាជ្ញនិងបុគ្គលដែលមានបញ្ញាដ៏ច្រើនសន្ធឹកសន្ធាប់ហើយចំណែកអ្នកប្រាជ្ញនិងសុភាសិតដែលល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះគឺមានដូចជា 1. ទស្សនវិទូឡៅជឹកគឺជាអ្នកប្រាជ្ញដំបូងគេបង្អស់គាត់ជាអ្នកបង្កើតទស្សនៈគំនិតសុភាសិតនិងធម្មជាតិព្រមទាំងបាននិពន្ធក្បួនសិភៅពីរជីងទុកជាថ្នាលឲ្យមនុស្សជំនាន់ក្រោយបានរៀនសូត្រនិងបន្តវេនហើយគាត់ក៏បាននិយាយថាទឹកមានប្រយោជន៍សំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វនិងធម្មជាតិទាំងនេះគឺជាមេត្តាធម៌ដ៏មានភាពអស្ចារ្យដែលទឹកបានផ្ដល់មកឲ្យយើងទឹកមិនចាំបាច់និយាយថាខ្លួនឯងមានប្រយោជន៍ប៉ុណ្ណានោះទេប៉ុន្តែមានតែអ្នកដែលបានទទួលបានប្រយោជន៍ពីវានោះទេទើបបានដឹងថាវាមានប្រយោជន៍ខ្លាំងប៉ុណ្ណានោះតាមលក្ខណៈសម្បត្តិរបស់ទឹកគឺវាជារបស់ដែលមានភាពល្អថ្លាថ្លៃមានប្រយោជន៍ដល់គ្រប់ភាវៈអាចនិយាយបានថាជារបស់ដែលធម្មជាតិបង្កើតឡើងមកដោយមេត្តាធម៌ពិតៗដោយមិនចាំបាច់ត្រូវតែនិយាយរាយរាប់ជាពាក្យសម្ដីនោះទេក៏ភាវៈទាំងអស់នឹងយល់ច្បាស់បានផងដែរដូច្នេះបើសិនជានិយាយទៅដោយមនុស្សល្អមនុស្សដែលមានប្រយោជន៍ទៅដល់អ្នកដទៃនោះគឺក៏មានលក្ខណៈមិនខុសពីទឹកនោះដែរពីព្រោះតែងដែលបានផ្ដល់ឲ្យដោយមិនរំពឹងថានឹងបានអ្វីឬក៏ធ្វើប្រយោជន៍នេះពេលមុខមិនត្រឹមតែប៉ុណ្ណោះគឺថែមទាំងពេលដែលធ្វើល្អម្ដងគេមិនចាំបាច់ស្រែកឬក៏ប្រកោប្រកាសឲ្យមហាជនបានដឹងពីព្រោះតែការធ្វើអំពើល្អគឺសុំត្រឹមតែខ្លួនយល់ដឹងមេឃដៃដឹងក៏គ្រប់គ្រាន់ពេកណាស់ទៅហើយបុគ្គលណាដែលអាចធ្វើខ្លួនដូចជាទឹកបាននោះគឺទើបជាមនុស្សល្អពិតប្រាកដចង់ស្វែងរកចំណេះវិជ្ជាគឺត្រូវឧស្សាហ៍បំពេញចង់ស្វែងរកបញ្ញាគឺត្រូវពឹងលើរឿងមួយចំនួនចំណេះដឹងនិងបញ្ញាអ្នកខ្លះគិតថាជារបស់តែមួយប៉ុន្តែតាមការពិតមិនដូច្នេះទេពីព្រោះតែមនុស្សយើងបើសិនជាចង់មាននៅចំណេះដឹងគឺត្រូវតែខំរៀនជាប្រចាំចេះបំពេញបន្ថែមចំណេះដឹងទៅដល់ខ្លួនឯងមួយថ្ងៃបន្តិចនោះចំណេះដឹងនឹងកើនឡើងហើយនឹងក្លាយទៅជាបុគ្គលដែលមានចំណេះដឹងនៅពេលខាងមុខបានជាមិនខានប៉ុន្តែចំពោះបុគ្គលដែលមានបញ្ញាវិញនោះគឺខុសពីនេះដោយវាជាចំណេះដឹងដែលកើតពីហេតុនិងផលច្បាស់លាស់មិនមាននៅចម្ងល់ដឹងថាអ្វីជាបាបអ្វីជាបុណ្យអ្វីដែលគួរឲ្យបោះបង់អ្វីដែលគួរធ្វើវាគឺជាភាវៈដែលគ្របដណ្ដប់ទាំងផ្លូវលោកនិងផ្លូវធម៌កាលដែលមនុស្សម្នាក់ចង់មានភាពពោពេញទៅដោយបញ្ញាគឺតតែជាក់លាក់បង់ជាមួយនឹងរឿងមួយចំនួនទាំងចំពោះរឿងអគតិអត្តានិយមប្រកាន់បកពួកច្រណែនឈ្នានឈ្នេះចិត្តអាក្រក់ខឹងស្អប់និងគុំគួនជាដើមទោះបីជាមិនអាចបំបត្តិឲ្យអស់ក្នុងពេលមួយថ្ងៃក៏ត្រូវតែឧស្សាហ៍បំបត្តិវាមួយថ្ងៃបន្តិចម្ដងនេះគឺជាវិធីមួយដែលធ្វើឲ្យយើងមានភាពរីកចម្រើនខាងបញ្ញាបានផងដែរមនុស្សដែលឈរជើងអឺតជើងតែងតែឈរមិនបានយូរមនុស្សឈានជើងវែងពេកតែងតែដើរមិនបានឆ្ងាយមនុស្សក្រអឺតក្រធប់និងមិនទទួលបានការលើកដំកើងមនុស្សចូលចិត្តលើកខ្លួនឯងនិងមិនទទួលបានអ្វីនោះទេបុគ្គលដែលធ្វើខ្លួនឯងផ្ទុយពីធម្មជាតិគឺនឹងមិនអាចស្ថិតក្នុងធម្មជាតិបានយូរដោយប្រៀបបានដូចជាមនុស្សដែលឈរជើងអឺតជើងបើទោះបីជាគេធ្វើបានក៏មិនអាចធ្វើបានយូរដែរហើយបើទោះបីជាធ្វើបានយូរក៏មិនអាចបានមួយជីវិតនោះដែរទីបំផុតគេគឺនឹងត្រូវមកឈរដូចដើមមិនតែប៉ុណ្ណោះថែមទាំងឈឺជើងទៀតផងដោយសារតែគេឈរជើងអឺតជើងហើយវាមិនខុសអ្វីនឹងមនុស្សដែលខំប្រឹងឈានជើងវែងបើទោះបីជាគេដើរបានឆ្ងាយជាងមុនប៉ុណ្ណាក៏នៅទីបំផុតនឹងវិនអាចទ្រាំបានហើយវិលមកដើមវិញដដែលមនុស្សយើងត្រូវតែរស់នៅជាមួយនឹងភាពធម្មជាតិជារបស់ខ្លួនឯងចេះធ្វើខ្លួនឲ្យបានសមរម្យជាមួយនឹងអ្វីដែលខ្លួនមានហើយកុំធ្វើខ្លួនលើសអ្នកដទៃកុំអួតលើកដំកើងខ្លួនពីព្រោះតែយើងនឹងមិនទទួលបានអ្វីនោះឡើយក្រៅពីការស្អប់ក្បឿមនៃការអួតអាងបុគ្គលដែលមានបញ្ញាគឺនឹងយល់ច្បាស់ពីចំណុចមួយនេះព្រមទាំងចេះប្រព្រឹត្តខ្លួនឲ្យត្រឹមត្រូវនិងមានភាពសរមអំពើល្អអាក្រក់លទ្ធផលរបស់វាគឺជាគ្រឿងវាស់វែងទោះបីជាយឺតឃើញលទ្ធផលប៉ុន្តែធានាថានឹងបានឃើញលទ្ធផលយ៉ាងប្រកបនៅពេលខាងមុខកត្តាទាំងអស់នេះសុទ្ធតែជាមូលដ្ឋានគ្រឹះដែលមនុស្សយើងគួរតែសិក្សាឲ្យបានយល់និងយកមកអនុវត្តដើម្បីបង្កើតបារមីឲ្យកើតមកដល់ខ្លួនការធ្វើដំណើរទោះបីជារាប់ម៉ឺនគីឡូម៉ែត្រក៏ត្រូវចាប់ផ្ដើមពីជំហានដំបូងនោះដែរមិនថាជាការងារតូចតាចឬធំដំបូងប៉ុណ្ណាបើសិនណាជាចង់ទទួលបាននូវភាពជោគជ័យគឺទាល់តែយើងត្រូវដើរទៅមុខ
ប៉ុន្តែការដែលសំខាន់ជាងនេះទៅទៀតនោះគឺជំហានដំបូងរបស់យើងជំហានដំបូងរបស់យើងចាត់ទុកបានថាជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យបើសិនណាជាជំហានដំបូងរបស់យើងឈានបានយ៉ាងគង់វង្សនិងមានភាពត្រឹមត្រូវហើយជំហានបន្ទាប់ទៀតក៏នឹងបានល្អទៅតាមនឹងដែរគឺវានឹងនាំយើងទៅដល់គោលដៅដោយដែលយើងបានប៉ងប្រាថ្នាទុកនោះសម្រាប់បុគ្គលដែលមានក្តីស្រមៃជំហានដំបូងគឺចាត់ទុកថាសំខាន់ខ្លាំងណាស់ពីព្រោះបើសិនណាជាមិនចាប់ផ្ដើមធ្វើទេគ្រប់យ៉ាងនឹងនៅតែជាការពិតនៃការស្រមោលស្រមៃតែប៉ុណ្ណោះទោះបីជាសុបិនល្អយ៉ាងណាក៏ដោយក៏មិនអាចคล้ายទៅជាការពិតបានផងដែរហេតុដូច្នេះការដែលយើងឃើញថាចំណុចចាប់ផ្ដើមមានភាពសារៈសំខាន់ប៉ុណ្ណានោះក៏សូមឲ្យលោកអ្នកមានការចាប់ផ្ដើមឲ្យបានជាមុនសិនហើយរឿងដំណើរការយឺតឬក៏លឿនវាគឺជារឿងមួយផ្សេងទៀតដែលត្រូវកែលម្អតាមក្រោយប៉ុន្តែបើសិនណាជាយើងមិនអាចធ្វើការចាប់ផ្ដើមបានទេនោះក៏យើងក៏មិនអាចឈានទៅដល់គោលដៅបានផងនោះពាក្យសម្ដីនេះចេញពីចិត្តគឺអាចនឹងពីរោះពាក្យសម្ដីដែលពីរោះគឺអាចនឹងមិនស្មោះចេញពីចិត្តមនុស្សល្អគឺមិននិយាយប្រកែកដើម្បីខ្លួនឯងមនុស្សដែលប្រកែកដើម្បីខ្លួនឯងគឺច្រើនតែមិនមែនជាមនុស្សល្អពាក្យសម្ដីគឺមានទាំងផ្នែកល្អនិងផ្នែកអាក្រក់នៅក្នុងខ្លួនរបស់វាដោយអាស្រ័យទៅលើអ្នកនិយាយថាតើចង់ឲ្យវាទៅជាយ៉ាងណាបើសិនជាពាក្យពេចន៍ទាំងនោះជាពាក្យកើតចេញពីចិត្តពិតប៉ុន្តែវាក៏មិនអាចបង្ហាញឲ្យឃើញពីការគិតនិងចិត្តរបស់អ្នកនិយាយក៏ថាបានចាស់ក៏តែងតែមានការក្រើនរំលឹកទៅដល់កូនចៅឲ្យមានការចេះប្រយ័ត្នប្រយែងចំពោះមនុស្សនិយាយពីរោះនិយាយផ្អែមល្ហេតហួសហេតុពេកពីព្រោះតែពាក្យសម្ដីរបស់គេគឺអាចនឹងមិនចេញពីចិត្តពិតបង្កប់ទៅដោយគំនិតអាក្រក់ក៏ថាបានប្រៀបបានដូចជាសុភាសិតមួយបានពោលថាចិត្តទេវទត្តមាត់ទេវតាហេតុដូច្នេះក្នុងឋានៈយើងជាអ្នកស្ដាប់យើងត្រូវតែគិតពិចារណាឲ្យបានល្អកុំមានការឆ្លុកវង្វេងទៅតាមពាក្យសម្ដីទាំងអស់នោះបុគ្គលណាដែលគិតមិនល្អច្រើនតែនិយាយខ្លួនឯងមើលទៅដូចជាល្អគេប្រកែកដើម្បីផលប្រយោជន៍របស់ខ្លួនឯងដោយខុសគ្នាពីមនុស្សល្អដែលគេនៅស្ងៀមដោយបើទោះបីជារងការចោទប្រកាន់អាក្រក់ឬខាតបង់ផលប្រយោជន៍របស់ខ្លួនឯងយ៉ាងណាក៏ដោយមនុស្សល្អគឺច្រើនតែនិយាយតិចពីព្រោះពាក្យសម្ដីដែលនិយាយដោយមិនបានពិចារណានោះច្រើនតែនាំមកនូវគ្រោះមហន្តរាយនៅពេលខាងមុខហើយសរុបមកក៏បានឃើញថាការវាស់ស្ទង់ថានរណាជាមនុស្សល្អឬអាក្រក់ទៅតាមរយៈពាក្យសម្ដីគឺជារឿងមួយដែលពិបាកទី2ទស្សនវិទូខុងជឺគឺជាអ្នកប្រាជ្ញមួយរូបទៀតរបស់ប្រទេសចិនគាត់ទទួលបានការលើកដំកើងស្មើនឹងកម្រិតរបស់ឡាវជឺផងដែរហើយអ្នកប្រាជ្ញទាំងពីររូបនេះម្នាក់គឺបានជួបគ្នានិងបានដោះដូរយោបល់គ្នាទៅវិញទៅមកខុងជឺគឺជាប្រាជ្ញដែលទទួលបានការបណ្ដុះបណ្ដាលវឹកហាត់ខាងផ្នែកគុណធម៌និងការប្រតិបត្តិខ្លួនតាំងពីក្មេងមកម្ល៉េះបានជាហេតុដូច្នេះសុភាសិតភាគច្រើនរបស់គេគឺផ្ដោតឲ្យឃើញអំពីគុណធម៌និងការប្រតិបត្តិខ្លួនបណ្ឌិតគិតដល់អំពីត្រូវធ្វើយ៉ាងណាអាចបន្ថែមគុណធម៌របស់ខ្លួនបានប៉ុន្តែឯជនពាលគិតដល់អំពីត្រូវធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ខ្លួនកាន់តែមានភាពសុខស្រួលដោយមិនបានគិតដល់អំពីគុណធម៌បុគ្គលណាដែលជាបណ្ឌិតនិងបុគ្គលណាដែលជាជនពាលគឺយើងមើលតាមរយៈការប្រព្រឹត្តរបស់ពួកគេដោយបុគ្គលដែលមានឈ្មោះជាបណ្ឌិតតែងតែរកឱកាសបង្កើតនូវគុណធម៌ជានិច្ចដោយប្រព្រឹត្តខ្លួនជាបុគ្គលដែលមានគុណធម៌រស់នៅនិងបន្សំខ្លួនជាមួយនឹងគុណធម៌បានជាហេតុដូច្នេះហើយធ្វើឲ្យពួកគេមានភាពពោពេញទៅដោយគុណធម៌ដោយខុសប្លែកគ្នាពីមនុស្សជនពាលពួកគេចាក់តែស្វែងរកនូវផលប្រយោជន៍ដែលខ្លួននឹងទទួលបានជាគោលដោយមិនខ្វល់មិនគិតអំពីគុណធម៌មិនខ្វល់ថាអ្នកណានឹងទទួលទុកអំទោលក្តៅក្រហាយខ្លះនោះទេឲ្យតែខ្លួនទទួលបានផលប្រយោជន៍នោះមនុស្សប្រភេទនេះបើទោះបីជារស់នៅស្រុកណាប្រទេសណាក៏ដោយក៏ជាទីស្អប់របស់មនុស្សទាំងឡាយនោះដែរភាពខុសគ្នារវាងបណ្ឌិតនិងជនពាលគឺយើងពិតជាឃើញយ៉ាងជាក់ច្បាស់ដូច្នេះយើងគួរតែសេពគប់បណ្ឌិតហើយនៅឲ្យបានឆ្ងាយពីជនពាលបើមិនដូច្នេះទេក៏ត្រូវធ្វើឲ្យខ្លួនឯងយើងคล้ายទៅជាបណ្ឌិតផងដែរទើបល្អពីព្រោះតែបណ្ឌិតនឹងតាក់ទាញបណ្ឌិតគ្នាឯងទោះបីជាមិនទៅរកបណ្ឌិតក៏បណ្ឌិតមករកខ្លួនឯងផងដែរអំណាចដែលប្រាសចាកនឹងហេតុផលជាអំណាចរបស់ជនពាលអំណាចដែលប្រាសចាកនឹងភាពមេត្តាជាអំណាចនាំមកនូវទុក្ខទោសការទទួលបានអំណាចគឺចាត់ទុកថាជារឿងពិបាកមួយប៉ុន្តែការគ្រប់គ្រងអំណាចក៏កាន់តែពិបាកជាងនេះទៅទៀតពីព្រោះនោះជាសក្ខីភាពដែលនឹងបង្ហាញថាតើបុគ្គលណាអាចកាន់អំណាចបានយូរប៉ុណ្ណា
អំណាចដែលកើតចេញពីភាពគ្មានហេតុផលនិងគ្មានគុណធម៌ត្រូវបានចាត់ទុកថាគឺជាអំណាចរបស់ជនពាលជាអំណាចកខ្វក់ខ្មៃបានមកដោយមិនយុត្តិធម៌ហើយអំណាចបែបនេះទោះបីជាបានមកកាន់កាប់ក៏មិនគង់វង្សស្ថិតស្ថេរយូរអង្វែងដែរពីព្រោះតែអ្នកដទៃទៀតមិនពេញចិត្តនិងមិនទទួលស្គាល់អំណាចដែលកើតចេញពីភាពមេត្តានិងមានហេតុផលទៅវិញទេដែលជាអំណាចយ៉ាងពិតប្រាកដជាអំណាចដែលយុត្តិធម៌មានមនុស្សទាំងឡាយទទួលស្គាល់និងពេញចិត្តនៅក្រោមអំណាចហេតុដូច្នេះបុគ្គលណាដែលមានតួនាទីត្រូវប្រោសអំណាចគួរតែគិតឲ្យមែនទែនចំពោះការប្រោសអំណាចពីព្រោះវាប្រៀបដូចជាកាំបិតមុខរបស់វាអាចប៉ះមុតមកត្រូវបុគ្គលដែលជាម្ចាស់វាគ្រប់ពេលចូលរំលឹកជានិច្ចថាអំណាចត្រឹមតែជាឧបករណ៍ដែលអ្នកដឹកនាំយកមកគ្រប់គ្រងតែប៉ុណ្ណោះបើសិនជានៅស្រុកទេសណាដែលអ្នកដឹកនាំមានការឆ្លក់វង្វេងជាមួយនឹងអំណាចនោះនឹងជៀសមិនផុតពីភាពរលំរលាយឡើយអ្វីដែលលោកអ្នកមិនចង់ឲ្យអ្នកដទៃធ្វើចំពោះលោកអ្នកក៏មិនគួរធ្វើចំពោះអ្នកដទៃដែរទោះបីជាអ្នកចង់ធ្វើដាក់អ្នកដទៃអ្វីដែលសំខាន់គឺត្រូវយកចិត្តគេមកដាក់ចិត្តយើងឲ្យបានច្រើនត្រូវថ្លឹងថ្លែងថាតើទង្វើរបស់យើងនឹងមានផលចំពោះអ្នកដទៃទៀតយ៉ាងដូចម្ដេចត្រូវប្រៀបធៀបថាបើមានអ្នកផ្សេងធ្វើដូច្នេះដាក់អ្នកតើអ្នកនឹងមានអារម្មណ៍យ៉ាងដូចម្ដេចបើសិនជាអ្នកចេះគិតបែបនេះអ្នកនឹងដឹងថាអ្វីដែលប្រឹងទៅធ្វើនោះត្រឹមត្រូវឬគួរតែធ្វើឬអត់មនុស្សយើងពេលដែលរស់នៅរួមសុភមង្គលគ្នាហើយការដែលចេះយកចិត្តគេមកដាក់ក្នុងចិត្តយើងគឺជារឿងមួយដ៏សំខាន់ពីព្រោះដើម្បីឲ្យយើងធ្វើទៅមានភាពត្រឹមត្រូវនិងសមរម្យមិនបង្កឲ្យកើតមានទុក្ខអំពុលទៅដល់មនុស្សផ្សេងទៀតព្រមទាំងនឹងមិនធ្វើឲ្យសង្គមកើតមានជម្លោះវិវាទនៅពេលក្រោយភាពជោគជ័យដោយសារតែការស្វែងរកមិនមែនដោយសាររងចាំទេភាពជោគជ័យដោយសារតែយើងស្ទាត់ជំនាញមិនមែនដោយសារឱកាសនោះទេភាពជោគជ័យដោយសារសមត្ថភាពមិនមែនដោយសារសំណាងជួយនោះទេដូច្នេះហើយមានតែការព្យាយាមមួយគត់ទេទើបអាចធ្វើឲ្យយើងសម្រេចបានភាពជោគជ័យបុគ្គលដែលមានភាពជោគជ័យក្នុងជីវិតការងារឬក៏ការសិក្សាគឺសុទ្ធតែមានក្តីពុះពោះតស៊ូនិងមានការឧស្សាហ៍ព្យាយាមនៅក្នុងខ្លួនជាទីពឹងបង្អែកបើសិនជាមិនមានវានោះទេនោះពិតជាពិបាកនឹងទទួលបានភាពជោគជ័យដោយដែលចិត្តបានប៉ងប្រាថ្នាទុកណាស់មិនតែប៉ុណ្ណោះក៏ត្រូវចេះស្វែងរកឱកាសដែលនៅជុំវិញខ្លួនមិនមែនរងចាំឱកាសធ្លាក់មកទៅបែបនេះទើបយើងមានឱកាសច្រើនជាងមនុស្សដទៃទៀតព្រមទាំងត្រូវប្រោនៅសមត្ថភាពនិងការឧស្សាហ៍ព្យាយាមដែលខ្លួនមានឲ្យពេញទំហឹងកុំរំពឹងទៅលើសំណាងនិងវាសនាឲ្យសោះនោះទើបយើងទទួលបានភាពជោគជ័យនិងជាជោគជ័យដែលកើតឡើងពីខ្លួនឯងជាគ្រឹះបើសិនជាមនុស្សពីរនាក់ដើរចូលមកដោយពួកគេទាំងពីរនាក់អាចបង្រៀនខ្ញុំបានគ្រប់រឿងចំពោះមនុស្សល្អគឺខ្ញុំនឹងយកទម្រាបតាមគេចំពោះមនុស្សមិនល្អគឺខ្ញុំមិនយកទម្រាបតាមគេទោះបីជាជីវិតមនុស្សមិនអាចជ្រើសកើតបានដូចជាកើតមកជាកូនអ្នកមានអ្នកក្រជនពិការរូបសម្រស់ខុសៗគ្នាប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺការជ្រើសរើសធ្វើអំពើល្អឬអាក្រក់មនុស្សម្នាក់ធ្វើល្អឬអាក្រក់ច្រើនកើតចេញពីការដែលគេយកគំរូតាមមនុស្សនៅក្បែរខ្លួនប៉ុន្តែយើងត្រូវតែចែកបែងចែកថាមួយណាជាអំពើល្អនិងមួយណាជាអំពើអាក្រក់ជាមុនសិនក្រោយពីការបែងចែកបានហើយទើបយើងជ្រើសរើសយកគំរូណាដែលល្អទៅប្រតិបត្តិនេះទើបហៅថាជារឿងដែលមានត្រឹមត្រូវនិងស័ក្តិសមចំណែកឯគំរូអាក្រក់ក៏ត្រូវចងចាំទុកជាឧទាហរណ៍បង្រៀនចិត្តគង់ឲ្យមានការឆ្លក់វង្វេងទៅនឹងផ្លូវអាក្រក់ពីព្រោះចំណុចបញ្ចប់របស់មនុស្សអាក្រក់ច្រើនបញ្ចប់ដោយភាពអន្តរាយការរងនៅការមើលងាយប្រមាថតាមពិតទៅគ្មានអ្វីឡើយបើសិនជាយើងមិនយកទុកក្នុងខួរក្បាលនោះការមើលងាយនិយាយប្រមាថជេរស្ដីគឺច្រើនតែនាំមកនូវការឈឺចាប់ចំពោះបុគ្គលដែលរងទង្វើដោយខ្លះដល់ថ្នាក់ទ្រាំមិនបានមានភាពរស័ព្ទរសល់ចង់សងសឹកដោយវិធីណាមួយចំណែកអ្នកខ្លះទៀតគឺលាក់ទុកក្នុងចិត្តធ្វើឲ្យចិត្តក្តៅក្រហាយរលឹកពេលដែលនឹកឃើញដល់រឿងទាំងនោះប៉ុន្តែជាក់ស្ដែងតើយើងមានភាពជោគចាប់នឹងរឿងទាំងនោះពិតមែនឬតាមពិតទៅរឿងទាំងនោះសុទ្ធតែជាការពិតដែលកើតចេញពីខ្លួនយើងផ្ទាល់ជាអ្នកបង្កើតនិងវាក៏បកមកធ្វើបាបខ្លួនឯងមិនខុសពីកំបិតចាក់ខ្លួនឯងបើសិនជាកាត់គំនិតតាក់ទាញជាមួយនឹងរឿងនេះតាំងតែដើមទីនោះក្តីជោគចាប់នឹងមិនកើតមានឡើងអ្នកណាចង់និយាយអាក្រក់ប៉ុណ្ណាក៏បណ្ដោយឲ្យវាហួកទៅចុះកុំយកមកទុកក្នុងខួរក្បាលដោយត្រឹមតែប៉ុណ្ណោះអ្នករួចខុតពីជ្រុកនៃការឈឺជោគចាប់បាត់ទៅហើយ3ទស្សនវិទូម៉ូជី
ម៉ូជឺគឺជាអ្នកប្រាជ្ញជនជាតិចិនមួយរូបទៀតដែលជាទីស្រឡាញ់ចូលចិត្តរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈកណ្ដាលពីព្រោះតែផ្នត់គំនិតបង្រៀនភាគច្រើនគឺតែងតែផ្ដោតទៅលើរឿងភាពស្មើភាពគ្នារបស់មនុស្សនិងគុណធម៌របស់អ្នកគ្រប់គ្រងទោះបីជាប្រវត្តិរបស់អ្នកប្រាជ្ញមួយរូបនេះនៅតែជាទីងឿងឆ្ងល់ច្រើនប៉ុន្តែមួយផ្លែកនោះគេជឿជាក់ថាគាត់ធ្លាប់ធ្វើជាទាសករពីមុនមកហេតុដូច្នេះมันផ្លែកនោះទេដែលទស្សនៈសុភាសិតរបស់គាត់បានសង្កត់ធ្ងន់ទៅលើផ្នែកគុណធម៌និងការស្មើភាពគ្នាបែបនេះអ្នកគ្រប់គ្រងគួរតែទទួលបានតំណែងដោយសារតែអំពើល្អនិងសមត្ថភាពរបស់ខ្លួនជាជាងបានមកដោយការបន្តវេនបើសិនជាអ្នកគ្រប់គ្រងគ្មានសមត្ថភាពគួរតែលើកតំណែងនេះមកឲ្យទីប្រឹក្សាជំនួសវិញល្អជាងតំណែងជាអ្នកដឹកនាំឬអ្នកគ្រប់គ្រងគឺជាតំណែងដ៏មានភាពសំខាន់ក្រៃលែងពីព្រោះត្រូវដឹកនាំមនុស្សទៅក្នុងទិសដៅដែលមានភាពត្រឹមត្រូវប្រទេសណាក៏ដោយបើសិនជាមានអ្នកដឹកនាំល្អច្រើនតែធ្វើឲ្យប្រទេសទាំងនោះមានសុខសន្តិភាពមានភាពរីកចម្រើនប៉ុន្តែបើសិនជាអ្នកដឹកនាំឬអ្នកគ្រប់គ្រងល្ងងខ្លៅខ្វះសមត្ថភាពនោះគឺជានឹងជាមិនផុតពីនាំអ្នកនៅក្រោមបង្គាប់បញ្ជាទៅកាន់អន្តរាយហេតុដូច្នេះគឺជារឿងដ៏សំខាន់បំផុតដែលអ្នកគ្រប់គ្រងឬអ្នកដឹកនាំត្រូវតែជ្រើសរើសចេញមកពីមនុស្សល្អមនុស្សដែលមានសមត្ថភាពនិងជាទីគោរពទទួលស្គាល់ពីមនុស្សទាំងឡាយមិនមែនទទួលបានតាមរយៈពីបន្តវេនតែប៉ុណ្ណោះទេប្រទេសណាក៏ដោយបានអ្នកដឹកនាំដែលអសមត្ថភាពមកគ្រប់គ្រងគឺនឹងងាយកើតមានចលាចលនិងងាយរលំរលាយជាមិនខានអ្វីៗគ្រប់សពនៅលើពិភពលោកនេះគ្មានអ្វីដែលសំខាន់ជាងគុណធម៌នោះទេគុណធម៌គឺជាសេចក្តីថ្លៃថ្នូរល្អផូរផង់ដែលកើតមានឡើងនៅក្នុងចិត្តមនុស្សម្នាក់ៗនិងជាកត្តាកំណត់ឲ្យមនុស្សប្រព្រឹត្តល្អបុគ្គលដែលប្រកាន់នូវគុណធម៌ជាគោលក្នុងជីវិតគឺគេច្រើនតែនៅឆ្ងាយពីកិលេសមានលៀបជ័យលើសេចក្តីអាក្រក់ដែលបានបង្កប់ក្នុងចិត្តរបស់ខ្លួនដោយសារតែសារៈសំខាន់របស់គុណធម៌បែបនេះហើយបានជាធ្វើឲ្យគុណធម៌មានតម្លៃខ្ពស់ឧត្តមហើយបើសិនជារាល់ជីវិតអាចយកឈ្នះចិត្តខ្មៅកខ្វក់របស់ខ្លួនបានដោយធ្វើតាមនៅគោលការណ៍គុណធម៌នោះច្បាស់ជាធ្វើឲ្យខ្លួននិងមនុស្សដទៃទៀតគឺនឹងមានសេចក្តីសុខជាពន់ពេងដូច្នេះវាក៏ឆ្លុះបង្ហាញឲ្យឃើញថាគុណធម៌ជាកត្តាមួយដែលមិនអាចខ្វះបានសម្រាប់ពិភពលោកយើងនេះគួរតែលះបង់អារម្មណ៍កំណាត់6យ៉ាងគឺស្នេហាការលោភលន់ខឹងគ្រួនត្រេតអរអអន់ស្រពន់ចិនពេលទំនេរគួរណាតែប្រើគំនិតឲ្យបានស៊ីជម្រៅស្នេហាការលោភលន់ការខឹងគ្រួនការឆ្លក់វង្វេងការអអន់ស្រពន់ចិនគឺជាអារម្មណ៍ដែលចិត្តរបស់យើងបង្កោតឡើងតែប៉ុណ្ណោះជាភាវៈដែលផ្ដើមចិត្តមិនឈប់ស្ងៀមតាមអ្វីដែលតាមការគួរនិងជាកត្តាកំណត់ឲ្យកើតមានទង្វើផ្សេងៗអារម្មណ៍ទាំងអស់នេះអាចចាត់ទុកបានថាគ្រាន់តែជាភាវៈដែលមានភាពរំខានចិត្តមិនឲ្យធ្វើការបានពេញលេញតែប៉ុណ្ណោះចង់ធ្វើឲ្យចិត្តមានភាពនឹងណនិងមានភាពរឹងមាំគឺត្រូវចេះតតាំងជាមួយនឹងខ្មោចអារម្មណ៍ទាំង6យ៉ាងនេះកុំឲ្យវាមានឥទ្ធិពលគ្រប់ដណ្ដប់លើចិត្តរបស់យើងដោយប្រោយការគិតវិភាគដំណើរចិត្តឲ្យបានស៊ីជម្រៅធ្វើឲ្យឃើញថាតាមការពិតអារម្មណ៍ទាំងនោះគ្រាន់តែជាអារម្មណ៍ដែលកើតមានមួយគ្រាមិនយូរបន្លាយវាក៏នឹងបាត់ទៅបើសិនជាតាំងចិត្តឲ្យបាននឹងណគឺចិត្តនឹងមិនមានអារម្មណ៍ច្របូកច្របល់ហើយអ្នកដែលធ្វើបែបនេះបានគេនឹងក្លាយជាមនុស្សដែលមានចិត្តរឹងមាំមិនអាចឲ្យអារម្មណ៍ទាំង6យ៉ាងនោះមកធ្វើការរំខានបានឡើយបើសិនជាក្សត្រទាំងឡាយមាននូវក្តីស្រឡាញ់ចំពោះគ្នានោះសង្គ្រាមក៏មិនកើតមានចំពោះគ្នាបើសិនជាបណ្ដាមន្ត្រីទាំងអស់មានក្តីស្រឡាញ់ចំពោះគ្នានោះការច្បាំងការកាប់សម្លាប់ការដណ្ដើមអំណាចគ្នាក៏មិនកើតឡើងដែរបើសិនជាមនុស្សយើងចេះស្រឡាញ់គ្នាការលួចឆក់ប្លន់តូចធំក៏មិនកើតមាននៅក្នុងស្រុកទេដែរក្តីស្រឡាញ់គឺមានថាមពលដ៏អស្ចារ្យមួយថាមពលដ៏អស្ចារ្យនៃក្តីស្រឡាញ់អាចធ្វើឲ្យកើតមានសុខសន្តិភាពទូទាំងពិភពលោកដែលមិនគួរឲ្យជឿបានក្តីស្រឡាញ់ដ៏ល្អដោយក្រៅពីចេះស្រឡាញ់ខ្លួនឲ្យត្រឹមត្រូវនិងសមរម្យហើយគឺត្រូវចេះស្រឡាញ់អ្នកដទៃឬរបស់ផ្សេងផងដែរការដែលស្រឡាញ់អ្នកដទៃឲ្យដូចស្រឡាញ់ខ្លួនឯងបើសិនជាអាចធ្វើបែបនេះបាននោះការឆ្លោះទាស់ទែងគ្នាក៏មិនអាចកើតឲ្យឃើញបានឡើយទោះបីជាយ៉ាងណាក៏ដោយការគ្រប់គ្រងក៏ត្រូវការក្តីស្រឡាញ់ដូចគ្នាផងដែរស្ដេចត្រូវស្រឡាញ់ប្រជារាស្ត្រក៏ត្រូវស្រឡាញ់ស្ដេចដូចគ្នាផងដែរនោះទើបមិនកើតមានភាពចលាចលឬទុកអំប៉ាល់ចំណែកមន្ត្រីក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកផងដែរកុំដណ្ដើមគ្នាយកមុខយកមាន
រំពឹងតែរឹបអូអំណាចយកសាកយកមកធ្វើជារបស់ខ្លួនឯងត្រូវជួយគ្នាគ្រប់គ្រងការពារប្រទេសជាតិចំណែកប្រជារាស្ត្រវិញក៏ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមកផងដែរបើសិនជាធ្វើបែបនេះបាននោះការលួចឆក់ប្លន់តូចធំក៏មិនកើតមាននៅក្នុងស្រុកទេសផងដែរស្រុកទេសបែបនេះហៅថាស្រុកទេសនៃក្តីស្រឡាញ់ 4. ទស្សនវិទូម៉េងជឺគឺជាអ្នកប្រាជ្ញខាងទស្សនវិជ្ជាដ៏សំខាន់របស់ប្រទេសចិនដែលបានយកគោលការណ៍និងយកផ្នត់គំនិតជាច្រើនយ៉ាងពីខុងជឺដោយសារតែគេជាបុគ្គលមួយរូបគោរពចំពោះពាក្យបង្រៀននិងការព្រាមប្រដៅរបស់ខុងជឺប៉ុន្តែគាត់ក៏មានបង្កប់នូវទស្សនៈផ្ទាល់ខ្លួនរបស់គាត់ផងដែរគាត់ជឿជាក់ថាមនុស្សសុទ្ធតែកើតមកដោយមានអំពើល្អជាប់មកជាមួយជានិច្ចប៉ុន្តែពេលដែលបានកើតមកហើយខ្លះជាមនុស្សល្អឬអាក្រក់គឺអាស្រ័យទៅលើមជ្ឈដ្ឋានជុំវិញខ្លួនតាមធម្មជាតិរបស់មនុស្សគឺមនុស្សគ្រប់រូបសុទ្ធតែជាមនុស្សល្អតាំងពីកំណើតមកម្ល៉េះប៉ុន្តែការដែលមនុស្សមិនល្អនៅពេលក្រោយមកទៀតនោះគឺបណ្ដាលមកពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់គេជាធម្មតានៅពេលដែលមនុស្សយើងបានចាប់កំណើតឡើងមកគឺតែងតែមានសេចក្តីល្អផូរផង់ក្នុងខ្លួនជានិច្ចប៉ុន្តែសេចក្តីល្អផូរផង់ទាំងអស់នោះមួយចំណែកឬអាចនឹងទាំងអស់គឺនឹងត្រូវបានផ្លាស់ទៅជាធៀបអាក្រក់កំណាចនៅពេលដែលពួកគេចម្រើនវ័យក្នុងសង្គមឬនៅជាមួយមនុស្សដែលអាក្រក់ដូចគ្នាជាមួយនឹងមនុស្សល្អម្នាក់ពេលដែលត្រូវស្ថានភាពបង្ខំឲ្យធ្វើរឿងអាក្រក់គេក៏ត្រូវចាំបាច់ត្រូវធ្វើដើម្បីឲ្យរួចផុតពីស្ថានភាពទាំងនោះបែបនេះចាត់ទុកថាជាមនុស្សមានចិត្តទន់ជ្រាយសុខចិត្តចុះចាញ់នឹងសេចក្តីអាក្រក់ខុសពីបុគ្គលដែលបានហ្វឹកហាត់យ៉ាងមុតមមមិនថាគេស្ថិតក្នុងស្ថានភាពអ្វីក៏ដោយក៏គេមិនរង្គោះរង្គើទៅនឹងផ្លូវអាក្រក់នោះដែរកុំធ្វើនៅអ្វីដែលខ្លួនគិតថាមិនគួរនឹងធ្វើកុំប្រាថ្នានៅអ្វីដែលខ្លួនគិតថាមិនគួរនឹងប្រាថ្នារឿងទាំងនេះសុទ្ធតែជាមនុស្សធម៌មនុស្សម្នាក់ៗរស់នៅលើលោកនេះគឺតែងតែមានមនុស្សធម៌នៅក្នុងចិត្តដឹងថាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើស្រាប់ទៅហើយដោយក្រំតែយើងបណ្ដោយឲ្យកិលេសតម្រូវការរបស់ខ្លួនមកសង្កត់លើភាពត្រឹមត្រូវនិងហេតុផលឬក៏អែតតែប៉ុណ្ណោះមនុស្សដែលធ្វើខុសគិតខ្មៅក៏ខ្វក់គឺភាគច្រើនតែងតែបណ្ដោយឲ្យកិលេសផ្ទាល់ខ្លួនធ្វើអ្វីដោយមិនបានគិតពីលទ្ធផលដែលនឹងក្រាត់មានទីបំផុតតម្រាំតែចេះគិតក៏ហួសពេលនឹងកាយคล้ายតែជាមនុស្សមានកំហុសមនុស្សធម៌នឹងបង្ហាញធម៌ពលលុះត្រាតែមានស្មារតីជាគោលហើយមនុស្សដែលអាចគ្រប់គ្រងកិលេសក្នុងខ្លួនបានគឺត្រូវមានសតិក្នុងការចេះគិតដឹងខ្លួនថាកំពុងតែធ្វើអ្វីហើយអ្វីដែលធ្វើនោះល្អឬអាក្រក់ប៉ុន្តែតាមការពិតមនុស្សម្នាក់ៗសុទ្ធតែមានសតិស្មារតីដែលអាស្រ័យថាតើអ្នកណាដែលហ្វឹកហាត់សតិរបស់ខ្លួនឲ្យមានភាពរឹងមាំជាងតែប៉ុណ្ណោះការប្រើកម្លាំងកងទ័ពធ្វើឲ្យម្នាក់ទៀតយល់ព្រមចុះចាញ់គឺជាការចុះចាញ់ដែលមិនកើតឡើងពីចិត្តពិតពីព្រោះដោយសារតែពួកគេមានកម្លាំងតតាំងមិនគ្រប់គ្រាន់លុះត្រាតែគេចាញ់ដោយពេញចិត្តនោះទើបជាជ័យជំនះដ៏ពិតប្រាកដការធ្វើសង្គ្រាមចាញ់ឬឈ្នះគឺវាស់គ្នាតាមរយៈកម្លាំងកងទ័ពនិងយុទ្ធសាស្ត្រអ្នកណាដែលមានកម្លាំងច្រើននិងមានយុទ្ធសាស្ត្រឆ្នើមទៀតនោះតែងតែមានឱកាសឈ្នះច្រើនលើសត្រូវប៉ុន្តែជ័យជំនះដែលបានទទួលវាគ្រាន់តែជាជ័យជំនះបណ្ដោះអាសន្នតែប៉ុណ្ណោះមិនមែនជារៀងរហូតនោះទេដោយគង់តែថ្ងៃណាមួយភាគីដែលធ្លាប់ចាញ់គឺនឹងមានកម្លាំងកងទ័ពច្រើនជាងពេលនោះគេនឹងត្រឡប់មកសងសឹកជាមិនខានហើយក៏คล้ายជាសង្គ្រាមដែលមិនអាចរកទីបញ្ចប់គ្មានបានដោយសារតែជ័យជំនះបែបនេះកើតពីការប្រយកម្លាំងប្រឈមដាក់គ្នាចំពោះជ័យជំនះដ៏ពិតប្រាកដគឺចាំបាច់ត្រូវតែឈ្នះសត្រូវធ្វើឲ្យសត្រូវចាញ់អស់ចិត្តរហូតមិនអាចវិលត្រឡប់មកតតាំងសារជាថ្មីឡើងឡើយមេទ័ពទាំងឡាយត្រូវតែយល់ពីគោលការណ៍នេះឲ្យច្បាស់ទើបអាចនាំជ័យជំនះមកកាន់កងទ័ពជាស្ថាពរមនុស្សសាមញ្ញវិញក៏ដូចគ្នាផងដែរការយកឈ្នះចិត្តអ្នកដទៃគឺចាត់ទុកថាជារឿងដ៏សំខាន់ជាងការយកឈ្នះផ្លូវកាយហើយយកឈ្នះផ្លូវកាយច្រើនតែនាំសត្រូវចូលក្នុងជីវិតកាន់តែច្រើនឡើងខុសពីការយកឈ្នះចិត្តដែលបាននាំមិត្តចូលបណ្ដាច់ហេតុនេះចូលពិចារណាឲ្យបានច្បាស់ថាតើជ័យជំនះដែលយើងទទួលបានមកនោះជាជ័យជំនះបែបណាការសិក្សារៀនសូត្រគ្មានអ្វីផ្សេងឡើយក្រៅពីរុករកគុណសម្បត្តិដែលបានបាត់បង់ពីចិត្តឲ្យវិលត្រឡប់មកវិញតែប៉ុណ្ណោះបើសិនជាប្រៀបធៀបចិត្តទៅនឹងកញ្ចក់ចិត្តដែលខ្មៅល្អក់មិនដឹងខុសត្រូវថាល្អឬអាក្រក់ក៏មិនខុសគ្នាអ្វីពីកញ្ចក់ដែលស្រអាប់ធ្វើឲ្យមើលឃើញរូបមិនច្បាស់នោះដែរ
ការសិក្សាគឺប្រៀបធៀបដូចជាក្រណាត់ស្អាតមួយទុកដើម្បីជូតកញ្ចក់ឲ្យស្អាតនិងឲ្យឆ្លុះឃើញរូបភាពច្បាស់ឡើងវិញហើយការសិក្សាបានធ្វើឲ្យយើងដឹងថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើដឹងខុសត្រូវអាក្រក់ល្អមិនមានអ្វីក្រៅពីនឹងទេការដឹងខុសត្រូវអាក្រក់ល្អគឺបានចាក់រូបនៅក្នុងចិត្តមនុស្សយើងបាក់ទៅហើយប៉ុន្តែត្រូវបិទបាំងដោយកិលេសតណ្ហាដែលបណ្ដាលឲ្យចិត្តល្អខ្មៅមើលមិនច្បាស់ថាអ្វីដែលខ្លួនកំពុងតែឃើញនោះតើគួរធ្វើឬមិនគួរបើសិនជាបុគ្គលជាគូស្នេហាមិនចូលចិត្តស្និទ្ធស្នាលត្រូវសួរពីមេត្តាករុណានៃចិត្តខ្លួនបើសិនជាអ្នកមិនអាចគ្រប់គ្រងមនុស្សត្រូវគិតសារឡើងវិញអំពីសតិបញ្ញានិងសមត្ថភាពបើសិនជាប្រតិបត្តិចំពោះមនុស្សឯកាទៀតដោយសុភាវធម៌ប៉ុន្តែគ្មានមនុស្សយកភ្នែកមើលចូលពិចារណាអំពីអរិយាវត្តនោះកាលណាមិនសម្រេចផលដោយជាក្តីរំពឹងត្រូវបកមកសួរខ្លួនឯងជាមុនពេលដែលកែលម្អចិត្តបែបនេះនោះអ្វីនឹងដូចក្តីប្រាថ្នាកើតមកជាមនុស្សត្រូវចេះកែលម្អចិត្តខ្លួនដើម្បីឲ្យខ្លួនកាន់តែមានភាពល្អប្រសើរឡើងបុគ្គលដែលអាចកែលម្អបានទាល់តែពិនសង្កេតចំពោះកំហុសភាពខុសប្រក្រតីរបស់ខ្លួនដោយកត្តាទាំងនេះនឹងបង្ហាញចេញមកតាមរយៈទង្វើរបស់មនុស្សដទៃទៀតមកកាន់ខ្លួនយើងបើសិនជាអ្វីដែលយើងធ្វើហើយគិតថាល្អប៉ុន្តែមិនទទួលការស្វាគមន៍ល្អពីមនុស្សដទៃទៀតនោះក៏បញ្ជាក់ឲ្យឃើញថានៅមានចំណុចខ្វះខាតដែលយើងមើលមិនទាន់ឃើញក្រោយពីដឹងថាមានចំណុចខ្វះខាតកើតមានឡើងត្រូវប្រញាប់ប្រញាល់រកចំណុចខ្វះខាតរបស់ខ្លួនឲ្យឃើញនិងធ្វើការកែគុណវាឲ្យអស់អ្នកដែលអាចធ្វើបែបនេះបាននោះនឹងកាត់បន្ថយចំណុចខុសឆ្គងចំណុចខ្វាយសោយរបស់ខ្លួនឲ្យថយកាន់តែតិចទៅនៅទីបំផុតអាចនឹងធ្វើកិច្ចការងារផ្សេងបានយ៉ាងសម្រេច 5. ទស្សនវិទូសុនជឺគឺជាសិស្សម្នាក់នៅក្នុងចំណោមសិស្សទាំងអស់របស់អ្នកប្រាជ្ញខុងជឺហេតុដូច្នេះពាក្យព្រាហ្មណ៍ប្រដៅភាគច្រើនរបស់សុនជឺគឺមានលក្ខណៈស្រដៀងគ្នាជាមួយនឹងលោកគ្រូគាត់ប៉ុន្តែភាពខុសប្លែកគ្នាស្រឡះពីទស្សនៈរបស់មេងជឺដែលជាសិស្សរួមដំណាក់ដែលបានគិតថាមនុស្សកើតមកមានសេចក្តីផូរផង់មកជាមួយប៉ុន្តែមជ្ឈដ្ឋានធ្វើឲ្យមនុស្សប្រែក្លាយទៅជាអាក្រក់ចំណែកសុនជឺគាត់បានគិតថាមនុស្សកើតមកមានសេចក្តីអាក្រក់សាហាវមកជាមួយគ្នាទាំងអស់ហើយចាំបាច់ត្រូវតែមានការសិក្សាអប់រំដើម្បីក្លាយទៅជាមនុស្សល្អតាមធម្មជាតិរបស់មនុស្សមានភាពសាហាវឬអាក្រក់ដោយសារកើតមកពីការចង់បានដើម្បីកម្ចាត់ភាពអាក្រក់ឬសាហាវមនុស្សត្រូវតែប្រតិបត្តិខ្លួនក្នុងក្របខ័ណ្ឌបទបញ្ជារបស់សង្គមភាពល្អប្រពៃនិងការសិក្សាគឺមានគំនិតជួយឲ្យមនុស្សក្លាយទៅជាមនុស្សដូចគ្នាផងដែរធម្មជាតិរបស់មនុស្សសុទ្ធតែមានចំណង់មានតម្រូវការទាំងអស់ហើយកត្តាទាំងអស់នេះសុទ្ធតែជួយជំរុញច្រានឲ្យកើតមានភាពរន្ធត់ក្នុងចិត្តដើម្បីការពារកុំឲ្យភាពខ្មៅកខ្វក់ទាំងអស់នោះមកគ្រប់គ្រងក្នុងចិត្តរបស់យើងត្រូវលាងជម្រះដោយការសិក្សាចំណុចទាំងនេះបានបញ្ជាក់ឲ្យឃើញពីសារៈសំខាន់នៃការសិក្សានិងរបៀបរបបសង្គមដែលជាកត្តាជួយឲ្យមនុស្សដឹងខុសត្រូវទោះបីជាមនុស្សអាក្រក់ជួយជាតិប៉ុណ្ណាបើសិនជាបានទទួលការសិក្សានិងការអប់រំនោះនឹងក្លាយទៅជាមនុស្សល្អបានផងដែរធម្មជាតិរបស់មនុស្សតាមដែលស្ថានសួគ៌ប្រទានឲ្យគឺមនុស្សមិនអាចបណ្ដុះការអប់រំនិងច្នៃប្រឌិតដោយឯកឯងបានទេការដែលមនុស្សអាចបណ្ដុះបណ្ដាលដោយឯកឯងបាននោះសុទ្ធតែបានមកពីការសិក្សាអប់រំស្ទើរទាំងស្រុងសមត្ថភាពរបស់មនុស្សមួយចំនួនបានមកពីស្ថានសួគ៌ប្រទានឲ្យវាជាសមត្ថភាពមានជាប់នឹងខ្លួនគ្មានអ្នកណាធ្វើត្រាប់តាមឬដណ្ដើមបានសមត្ថភាពនេះហៅថាទេពកោសល្យចំណែកចំណេះដឹងជាសមត្ថភាពកើតឡើងក្រោយតាមរយៈនៃការសិក្សារៀនសូត្រសាកល្បងត្រូវខ្លះខុសខ្លះដែលជាសមត្ថភាពត្រូវបានបង្កើតឡើងមនុស្សទាំងឡាយសុទ្ធតែអាចធ្វើបានដោយស្រ័យទៅលើការព្យាយាមសមត្ថភាពនេះហៅថាសមត្ថភាពបានមកពីការស្វែងរកទាំងទេពកោសល្យនិងសមត្ថភាពបានមកពីការស្វែងរកគឺសុទ្ធតែជាសមត្ថភាពដែលធ្វើឲ្យមនុស្សម្នាក់លើកពីមនុស្សដទៃទៀតបានដូច្នេះវាជារឿងដែលមិនគួរត្រូវមើលរំលងចំពោះអ្នកដែលមានទេពកោសល្យក៏ត្រូវតែស្វែងរកសមត្ថភាពទើបទទួលបានជោគជ័យចំណែកអ្នកដែលមិនមានទេពកោសល្យត្រូវរកសមត្ថភាពបានពីការស្វែងរកឲ្យកាន់តែច្រើននោះទើបទទួលបានជោគជ័យហើយមិនថាសមត្ថភាពបែបណាក៏ដោយបើចង់ឲ្យកើតផលគឺទាល់តែចាប់ផ្ដើមពីខ្លួនរបស់យើងជាមុនសិនឈើកោងទាល់តែយកទៅពុតទើបត្រង់លោហៈដែលរិលមុខទាល់តែយកទៅសម្លៀងទើបមុតស្រួច
ធម្មជាតិរបស់ចិត្តក៏ដូចគ្នាផងដែរចិត្តមានលក្ខណៈខុសក្រៅពីកំណើតគឺចាំបាច់ត្រូវកាយគុណឲ្យមានភាពប្រសើរឡើងដោយអំណាចនិងច្បាប់មកគ្រប់គ្រងយកគុណធម៌មកអភិវឌ្ឍចិត្តនិងយកប្រពៃណីមកសម្លៀងចិត្តបើប្រៀបធៀបចិត្តរបស់មនុស្សយើងដែលនៅសារធាតុដើមនៅឡើយក៏មិនខុសអ្វីពីឈើកោងដែរចន់ធ្វើឲ្យคล้ายទៅជាឈើល្អដែលអាចយកទៅប្រើប្រាស់ជាប្រយោជន៍បានគឺទល់តែឆ្លងកាត់ការតម្រង់ជាមុនសិនបើសិនជាប្រៀបធៀបមកជាលោហៈវិញគឺជាលោហៈដែលទាលវិលមុខគ្មានប្រយោជន៍បើយើងចង់មកប្រើជាប្រយោជន៍ទល់តែខាត់សម្លៀងឲ្យមុតស្រួយជាមុនសិនចិត្តរបស់មនុស្សទាំងឡាយគឺសុទ្ធតែអាចគិតអាក្រក់បានទាំងអស់វាជាគំនិតដែលកើតចេញពីចិត្តកំណាចនិងមធ្យោបាយកែលម្អដែលល្អបំផុតគឺយកច្បាប់មកគ្រប់គ្រងការពារយកគុណធម៌មកលើកកម្ពស់ទឹកចិត្តនិងយកប្រពៃណីផូរផង់មកដុសខាត់ចិត្តឲ្យមានភាពជ្រះថ្លានៅពេលគ្មានញាក់ធំញាក់តូចស្រុកតែននឹងធ្លាក់ចូលក្នុងកិលេសតណ្ហាហើយបើសិនជាកិលេសតណ្ហាមានច្រើនប៉ុន្តែអ្វីដែលឆ្លើយតបចំពោះកិលេសតណ្ហាមានតិចជាងតម្រូវការនោះគឺនឹងអាចកើតមានការច្បាំងដណ្ដើមដែលមិនអាចជៀសវាងផុតទេប្រទេសណាក៏ដោយឲ្យតែខ្វះនៅការគោរពរវាងញាក់ធំនិងញាក់តូចប្រពៃណីដែលប្រតិបត្តិមកនោះម្នាក់នឹងគិតថាខ្លួនស្មើភាពជាមួយនឹងអ្នកដទៃធ្វើឲ្យខ្វះការគោរពកោតក្រែងចំពោះគ្នានិងធ្វើឲ្យស្រុកទេសមានភាពច្របូតច្របល់និងចលាចលដោយសារតែម្នាក់ធ្លាក់ចូលក្នុងកិលេសតណ្ហារបស់ខ្លួនចង់បានចង់មានដោយមិនបានខ្វល់ពីអ្នកដទៃទៀតបើសិនជាកិលេសតណ្ហាកាន់តែកើនឡើងប៉ុន្តែអ្វីដែលឆ្លើយតបចំពោះកិលេសតណ្ហាមានតិចជាងតម្រូវការគឺនឹងធ្វើឲ្យកើតមានការដណ្ដើមគ្នានិងនឹងអាចនាំនៃការច្បាំងនិងការកាប់សម្លាប់គ្នាដើម្បីតបស្នងតាមតម្រូវការរបស់ខ្លួនឯងហើយបើសិនជាប្រទេសណាកើតមានរឿងបែបនេះនោះនឹងកើតទុក្ខក្តៅក្រហាយដោយមិនអាចផុតឡើយអ្នកគ្រប់គ្រងប្រទេសប្រៀបដូចជាទូកប្រជាជនប្រៀបដូចជាទឹកអាចទល់និងទ្រឲ្យទូកអណ្ដែតបានប៉ុន្តែទន្ទឹមនឹងនេះទឹកក៏អាចធ្វើឲ្យទូកក្រឡាប់បានផងដែរការគ្រប់គ្រងប្រទេសជាតិប្រជាជនអាចចាត់ទុកថាជាកត្តាដ៏សំខាន់បំផុតបើសិនជាប្រជាជនរស់នៅបានសុខនោះប្រទេសក៏មានសន្តិភាពផងដែរប៉ុន្តែបើសិនជាប្រទេសមានតែទុក្ខក្តៅក្រហាយអ្នកគ្រប់គ្រងមិនបានយកចិត្តទុកដាក់និងដោះស្រាយទេនោះប្រទេសជាតិនឹងមានភាពរប៉ាត់រប៉ាយប្រជាជននឹងក្រោកឡើងប្រឆាំងនិងទាមទាររកយុត្តិធម៌ពីអ្នកគ្រប់គ្រងបើសិនជាឈានទៅដល់ដំណាក់កាលនេះពិតប្រាកដប្រទេសជាតិនឹងងាយរលំរលាយជាមិនខានដូច្នេះអ្នកដឹកនាំគឺត្រូវត្រួតពិនិត្យសុខទុក្ខរបស់ប្រជាជនកុំឲ្យកើតមានទុក្ខអំពុលមានចលាចលដល់ប្រជាជនពីព្រោះតែប្រជាជនប្រៀបដូចជាទូកដែលអាចធ្វើឲ្យទូកលិចគ្រប់ពេលវេលាឬក៏អាចត្រើទូកដោយទូកប្រៀបដូចជាអ្នកគ្រប់គ្រង 6. ទស្សនវិទូជងជឺគឺជាអ្នកប្រាជ្ញមួយរូបទៀតដែលគោរពឡាយជឺហេតុដូច្នេះបានជាផ្នត់គំនិតនិងទស្សនៈរបស់គាត់មានលក្ខណៈស្រដៀងគ្នាទៅនឹងឡាយជឺប៉ុន្តែគាត់មានការផ្ដោតទៅលើរឿងធ្វើឲ្យជីវិតកើតមានសេចក្តីសុខដោយជាសេចក្តីផ្នែកចិត្តនិងលះបង់សម្ភារៈនិយមមិនតែប៉ុណ្ណោះថែមទាំងបានបង្រៀនឲ្យចេះជួយគ្នានិងរស់នៅរួមគ្នាយ៉ាងមានសេចក្តីសុខក្រោមច្បាប់វិន័យនិងប្រពៃណីដ៏ល្អឯកមនុស្សកើតមានឡើងរវាងមេឃនិងដីបើសិនជាឆ្លងកាត់បែបផែននេះដោយគ្មានប្រយោជន៍អ្វីនោះជីវិតគឺនឹងគ្រាន់តែជារឿងចៃដន្យមួយប៉ុណ្ណោះការដែលកើតជាមនុស្សចាត់ទុកថាជារឿងមួយដ៏វិសេសវិសាលជាឱកាសធ្វើខ្លួនឲ្យមានប្រយោជន៍ទាំងចំពោះខ្លួនឯងផ្ទាល់និងអ្នកដទៃទៀតដូច្នេះគួរតែយកឱកាសមួយនេះឲ្យបានច្រើនក៏មានការបណ្តែតបណ្តោយឲ្យពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតទៅពីព្រោះនេះគឺជាការបណ្តោយជីវិតបាត់បង់ដោយមិនដឹងខ្លួនកើតមកជាមនុស្សគឺត្រូវតែឧស្សាហ៍កសាងអំពើល្អលះបង់អំពើអាក្រក់ព្រមទាំងជួយដល់មនុស្សដទៃទៀតដែលគេមិនមានឱកាសនិងប្រកាន់ភ្ជាប់ជាមួយនឹងគុណធម៌ភាពត្រឹមត្រូវជាគោលបើសិនជាអាចធ្វើបែបនេះបាននោះទើបកើតមកជាមនុស្សយ៉ាងមានភាពពេញលេញកើតមកមានប្រយោជន៍ស័ក្តិសមជាមនុស្សជាហត្ថកម្មអាចបង្រៀនជំនាញទៅដល់លោកអ្នកបានប៉ុន្តែច្បាប់វិន័យមិនអាចផ្ដល់ជំនាញទៅដល់លោកអ្នកបានឡើយមនុស្សរៀនទស្សនៈយល់ថាតួអក្សរក្នុងសៀវភៅមានតម្លៃក្រៃលែងប៉ុន្តែជាក់ស្ដែងអត្ថន័យក្រៃអំពីតួអក្សរមានន័យជាងតួអក្សរទៅទៀតអ្នកដែលទន្ទិញមេរៀនក៏មិនប្រកាសថានឹងរៀនចេះនោះដែរការសិក្សាស្វែងយល់ដែលល្អគឺជាការសិក្សាស្វែងយល់ដែលកើតចេញអំពីបទពិសោធន៍និងការស្ទាត់ជំនាញពីព្រោះនោះបង្ហាញឲ្យឃើញថាយើងបានឆ្លងកាត់ការអនុវត្តពិតៗបានសាកល្បងធ្វើត្រូវខ្លះខុសខ្លះរហូតច្បាស់ចំពោះចំណេះដឹងនោះ
จำนายการศึกษาโดยการอ่านโซเซโยกตามสิเพยแต่ไม่ยั้งกรอนแต่จีจำแนกดังสระมาสระไมหรือก็เจตรึสใดแต่ปันนอปันแต่แจกแสดงอาจหนึ่งมันปึดหรือก็ปึดกระถาบ้านปีปรูแต่วีมันตวนบานปีซอดขนมปีพบแจกแสดงวีกรอนแต่จีจำแนกดังได้มันตวนอาจกัดกระไดบานทาเตรหรือเขาแนะได้ศึกษาสวายรอกเนยจำแนกดังประกอบจีหนึ่งโยลชบ้าจำปกปัญหามวยนี่เกดังทาการเรียนปีเสียวเพื่อก็สำคัญมาอย่างปีปรูเวียจีกระบวนตกสำหรับอนุวัตบรรต่อเตียดจำในการอนุวัตก็จีเรื่องสำคัญน้ำได้ปีปรูเวียจีการปีสาวไอเคินทาจำแนกเดิงได้บานปีกาศึกษานุเปิดปนนาหอยก็อนุวัตบานเตียงการสตวดจุ่มเนียงหนึ่งบานบดปีสาวผ่องได้ออนโดงกำหนดกองแกบจำแนกเดิงกำหนดมนุษย์จำแนกดังทัวไอมนุษย์กลมกองบ้านก็อาจทัวไอมนุษย์ต่อยเตียบบานได้จำแนกดังบ้านบนทายปัญญาดอนมนุษย์เยินก็ปิดแมนปนตายบะซึนจีเมียนอำนวดจีมวยนึงจำแนกดังจรวดเป๊กก็มันอาจฉลองพอดปีจำแนกดังได้มีนบานได้หากโดยชนะเยินเตอแต่แจ้กายปลายเอ่ยกาวจีจำแนกดังทำไมเติบจีเรื่องได้ประสากาทัวแบบนี้หนึ่งทัวเอ่ยเยิงดังทาตามกาปึ๊ดจำแนกดังได้เยิงเมียนคือเมียนตรำแต่มือพนัยโตยเตหอยเนเมียนเรื่องจีจรานเตียบได้เยิงมันตอนบานดังnhạได้ประกันจอบโยกตายจำแนกดังจ้าก็มันขอเอาไว้นังกองแก้บกันนอนดงหนูได้กึดทาตุ่มหุมมอดอันโดงคือฉีตุ่มหุมในปีพบโลกปันแต่ตามการปึดเนื้อไกรอันโดงคือเนื้อมีนโรบาจิตรานสันถึกสันทอบเตียดรอบเหมือนอ๋อหายเนื้อได้บานโยลปีเรืองมวยนี้นังดังทาจำแนกดังระบอกคล้วนเมียนติดตุยปนนะหายก็ดังทาตรือสวายรอกจำแนกดังทำไมหมอกมันแทมนังจำนัวสเตปัญญามันกลัวเลียตระแดงจังหมกไกรบามันโดยชนะเต้มนุษย์เตยเตียดมันอาจคลาดหยะเต้หรืออาจหนึ่งจรนันชเนียในหนึ่งหยะก็ทาบานปัญญาจีเรืองมวยพดอประยอยก็เปิดแม้นปันใต้บสันชีนะเมนปัญญาให้ยกหมกบังหายจังหมกมวดดำใบจองบานการกาวซาซาหรือก็บังหายรึดอมนายนกมันแมนจีตรงเวอร์ลอไหลปีพรูเวียหนึ่งทัวออยมนุษย์อย่างไล่จะได้หนึ่งแน่หอยเกบายจีนอมคเนจรนันชนีในจังปกปัญญาระบอกแนกตัวเวงเวียหนึ่งอาจนอมกรูธนะหมกกันคลุนไออย่างเงยบานปัญญาคือเชรบาลละอในจวบคลุนเยืองระโหดหอยเยืองแตงแต่ดังดอยคลุนเยืองไหลปัญญาแกแตงแต่แหลกตุกโดยเปรียบด้วยจีกำบัดหมุดสรุ่ยตุกรุงสร้างบ้ามันจำบัดก็มันเดาะจิงหมกได้ปีปลุกไกลปีขมีนประโยชน์นูหายแถมแต่งนอมเพียบอันตรายโดยนึกสมานเหมือนดอเตียดมันจำบัดบังหายจิงหมกออยหน้าบานเคยหนูกากรานดมลึกไอมนุษย์กายคลวนปันแต่โดยปลายวิธีมันสอมรุ่งจรานแต่บังกอไอไก่มีนกรุธนะกาปลายสมัตพีประบอกคลูนแต่จิจุนหนึ่งนะดัตเต้ก็จีเรืองมุ้ยกรุธนะผ่องได้เรื่องปีย่างได้เตอแต่มีนกาปรงประหยัดแมนเต้นคือกากรานรมลึกมนุษย์หนึ่งกาปราวสมัตพีบกาได้กรานรมลึกเอามนุษย์เจกายคล้วนดอกคล้วนเจงปีอำเภออักระหรือกำเหาเต็งไลอาจรอบบานทาคือเจเรืองมวยละอ่อปันตายเบอร์เซนเจทัวคอวิธีโดยกาเจสได้บรรทุกเมืองยินทวนทงอใต้แต่นอมกรูเพ่ยหมกันนะได้เตยดักเตือนเก้ตู่ใบจิมีนโกนบำนองละอ้อก็เปิดแมนจำนายกาปลาสมัตพีบก็เตยปลาไอบานตรำตรือหนึ่งซอมรุมผ่องได้ดาเบยเชียประยอยรวมจิโกลหากลุ่มทั่วปรูแต่จองบังหางทาครวนไอ้คลังเจียงเดเต้หรือก็ทั่วดำเบยไอเนเดเต้บักหมกมอดปีปรูนี่หนึ่งนอมเนื้อกรูธนะหมกกันครวนไอ้อย่างเงยบานกาดาตุนมนุษย์เตอปลาทัวตระเจตูใบจีวิธีมวยนี่จำนายเปยูกะดอยปันแต่ซุ่มไอเมียนกาเจือเจโจทาเวียนหนึ่งกาเมียนประย้อยแตงคลวนปตัวหนึ่งเนี่ยดารองกาดาตุนปตัวพองจำนายกาบังไฮสมัตเภพเตยทัวแต่เปจำใบปนเนาะมันกลัวหน้าอวดอ้างตุใบจีเรืองปึดเกาะดอยหอยบะเซนจีทัวแบบนี้บ้านณปราดเตียงไล่หนังรูเนอร์อย่างเมียนสิกไดศกปรัมปีตุสนวิตูแฮนฟิจีแฮนฟิจีคือจีเนปลายจนจีเจนมวยรูปแดเมียนมนุษย์เตี้ยงหลายก็รบรอบอันจีจรานโดยตุสนะกาเกิดระบอกก่อนเมียนกาชื่อแจ๊กทาทอมจีระบบมนุษย์โปเป็นแต่โดยเพียบการ์ดสหาวหนังอัตมานิยมโดยตรำแต่การศึกษาจริยธรรมประเพณีนันกุณธรรมคือมันอายทัวการตบสกัดบานุเตเมียนแต่เปล่าจะบับแต่มาอย่างเปิ้นเนาะเติบอายกรับกรงสกได้อักระหนุบานเฮ้ยก็มีนมาเตจิจรานโยลเคินท้าการได้แฮนฟิจีมีนกลุ่มเนิดแบบนี้ปีปลัวตายกอดบานกาดมอกจอมเปลได้ประเทศจีดกำปงเมียนเพียบวะวอจะบับตุมลวบประเทศใดนังตนซอยหรือเรื่องง้อมคืออาศัยแต่เลกาปลายฉบับเยี่ยสำคัญบ้าประเทศมีนฉบับตำลอบตั้งรึงนูประเทศหนึ่งเมียนเพียบเรื่องม้อมประเทศนาได้มีนฉบับทั่วหลงประเทศนุก็ตนซอยตามเรื่องผ่องได้
ច្បាប់គឺជាកត្តាមួយសំខាន់លើអ្វីៗទាំងអស់ក្នុងការគ្រប់គ្រងប្រទេសជាតិហើយជាកត្តាកំណត់ថាប្រទេសនោះមានភាពរឹងមាំឬក៏ទន់ខ្សោយប្រទេសណាដែលមានច្បាប់រឹងមាំតឹងរឹងប្រទេសនោះក៏ជាប្រទេសដែលមានភាពរឹងមាំដោយមិនចាំបាច់ឆ្ងល់ហើយចំណែកប្រទេសណាមានច្បាប់ធូររលុងទន់ខ្សោយប្រទេសនោះក៏នឹងប្រឈមមុខក្នុងភាពរលំរលាយផងដែរការដែលយកច្បាប់ជាគោលមិនមែនត្រឹមតែគ្រប់គ្រងប្រជាជនតែប៉ុណ្ណោះទេគឺត្រូវតែគ្របដណ្ដប់ទាំងនាម៉ឺនមន្ត្រីនិងក្សត្រផងដែរនោះទើបច្បាប់មានប្រសិទ្ធភាពបើសិនជាបុគ្គលដែលមានអំណាចមិនគោរពច្បាប់ប្រទេសជាតិទៅហើយវាគឺជារឿងដែលពិបាកណាស់ក្នុងការឲ្យប្រជាជនគោរពតែឯងនោះមន្ត្រីធ្វើខុសក៏ត្រូវទទួលទោសដោយគ្មានករណីលើកលែងចំណែកឯបុគ្គលសាមញ្ញបើសិនជាបានបង្កើតស្នាដៃក៏ត្រូវតែទទួលបានរង្វាន់ដោយគ្មានការលើកលែងដូចគ្នាផងដែរអំពើល្អស្នាដៃកំហុសនិងទោសទណ្ឌគឺត្រូវតែជារឿងដែលស្មើភាពគ្នាក្នុងប្រទេសមិនថាជាអ្នកណាក៏ដោយក៏ត្រូវតែដាក់ទោសទៅតាមកំហុសខ្លួនបានប្រព្រឹត្តដោយគ្មានករណីលើកលែងបានហើយអ្នកដែលប្រព្រឹត្តល្អក៏ត្រូវតបស្នងដោយអំពើល្អដូចគ្នាផងដែរច្បាប់និងបទបញ្ជាដែលបង្កើតឡើងត្រូវតែប្រើបានចំពោះគ្រប់មនុស្សទាំងឡាយដោយគ្មានការលើកលែងបាននោះទើបហៅថាជាច្បាប់និងបទបញ្ជាដែលមានភាពរឹងមាំបើសិនជាបណ្ដោយឲ្យមនុស្សម្នាក់ណានៅពីលើច្បាប់និងបទបញ្ជានោះនឹងគ្មានអ្នកណាជឿជាក់នៅលើបទបញ្ជាតទៅទៀតឡើយហើយបើប្រទេសជាតិស្ថិតនៅក្នុងទម្រង់មួយបែបនេះនោះនឹងមានភាពរញ៉េរញ៉ៃចលាចលពិតជាមិនខាននោះឡើយភាពអូចារនៃឧត្តមភាពមិនមែនស្ថិតនៅលើការឈ្នះមនុស្សដទៃទេប៉ុន្តែគឺជាការស្ថិតនៅលើការឈ្នះខ្លួនឯងឧត្តមភាពនឹងធំធេងបានឬអត់មិនមែនវត្តត្រាន់ជ័យជំនះដែលបានទទួលពីសត្រូវនោះទេប៉ុន្តែគឺជាការវត្តទៅលើជ័យជំនះលើខ្លួនឯងទៅវិញនោះទេនោះទើបហៅថាជាឧត្តមភាពដ៏អស្ចារ្យពីព្រោះការយកឈ្នះទៅលើចិត្តរបស់ខ្លួនឯងគឺជារឿងដ៏លំបាកខ្លាំងណាស់ទោះបីជាមានកម្លាំងរាប់ម៉ឺនសែនក៏មិនប្រកាសថាអាចយកឈ្នះបានដែរដោយតួយើងឆេះប្រាយសតិបញ្ញានិងការតាំងចិត្តយ៉ាងមុតមាំទើបអាចសម្រេចបានទៀតដូចជាអ្នកប្រាជ្ញជាច្រើនតែងតែបានពោលថាមុននឹងយកឈ្នះអ្នកដទៃត្រូវយកឈ្នះចិត្តរបស់ខ្លួនឯងជាមុនសិនបើធ្វើមិនបានទេនោះជ័យជំនះដែលបានទទួលក៏មិនមានន័យអ្វីដែរហើយទាំងនេះក៏បានបញ្ជាក់ឲ្យឃើញថាតាមពិតសត្រូវកំណែតដែលគួរឲ្យខ្លាចបំផុតគ្មានអ្នកណាក្រៃឡើយគឺជាចិត្តរបស់យើងនេះឯងបើសិនជាអាចឈ្នះបានក៏មិនចាំបាច់ក្រែងខ្លាចសត្រូវណាឡើយកូនឈ្នួលធ្វើការឲ្យថៅកែមិនមែនកើតពីភាពស្មោះត្រង់នោះទេគឺមកពីប្រាក់ឈ្នួលក៏ដូចគ្នាដែរថៅកែដែលធ្វើល្អចំពោះកូនឈ្នួលគឺមិនមែនដោយសារជាបុគ្គលដែលមានមេត្តានោះទេដោយសារតែទទួលបានការបម្រើល្អពីកូនឈ្នួលភាពជាថៅកែនិងកូនឈ្នួលគឺមិនមែនកើតមកពីសតិសម្បជញ្ញៈរបស់អ្នកណាមួយទេគឺមកពីទូនាទីរបស់អ្នកណាមួយដែលត្រូវធ្វើនិងការទទួលបានផលប្រយោជន៍ដែលទទួលបានពីទូនាទីនោះទៅវិញនោះទេដូចជាកូនឈ្នួលដែលមានផាក់ដីដែលកើតមកពីការទទួលបានប្រាក់ឈ្នួលពីសំណាក់ថៅកែនោះគឺមិនមែនក្តីផាក់ដីកើតចេញពីចិត្តពិតនោះទេហើយចំណែកទង្វើដែលថៅកែធ្វើល្អចំពោះកូនឈ្នួលក៏ដើម្បីរំពឹងឲ្យកូន7ទស្សនវិទូ Han Fiji Han Fiji គឺជាអ្នកប្រាជ្ញជនជាតិចិនមួយរូបដែលមានមនុស្សទាំងឡាយគោរពរាប់អានជាច្រើនដោយទស្សនៈការគិតរបស់គាត់មានការជឿជាក់ថាធម្មជាតិរបស់មនុស្សពោរពេញទៅដោយភាពកាចសាហាវនិងអាត្មានិយមដោយត្រឹមតែការសិក្សាចរិយាធម៌ប្រពៃណីនិងគុណធម៌គឺមិនអាចធ្វើការទប់ស្កាត់បាននោះទេមានតែប្រើច្បាប់តែម្យ៉ាងប៉ុណ្ណោះទើបអាចគ្រប់គ្រងសេចក្តីអាក្រក់នោះបានហើយក៏មានមតិជាច្រើនយល់ឃើញថាការដែល Han Fiji មានគំនិតបែបនេះពីព្រោះតែគាត់បានកើតមកចំពេលដែលប្រទេសជាតិកំពុងមានភាពវឹកវរច្បាប់ទម្លាប់ប្រទេសដែលនឹងទន់ខ្សោយឬរឹងមាំគឺអាស្រ័យទៅលើការប្រើច្បាប់ជាសំខាន់បើប្រទេសមានច្បាប់ទម្លាប់តឹងរឹងនោះប្រទេសនឹងមានភាពរឹងមាំប្រទេសណាដែលមានច្បាប់ធូររលុងប្រទេសនោះក៏ទន់ខ្សោយតាមនឹងផងដែរច្បាប់គឺជាកត្តាមួយសំខាន់លើអ្វីៗទាំងអស់ក្នុងការគ្រប់គ្រងប្រទេសជាតិហើយជាកត្តាកំណត់ថាប្រទេសនោះមានភាពរឹងមាំឬក៏ទន់ខ្សោយប្រទេសណាដែលមានច្បាប់រឹងមាំតឹងរឹងប្រទេសនោះក៏ជាប្រទេសដែលមានភាពរឹងមាំដោយមិនចាំបាច់ឆ្ងល់ហើយចំណែកប្រទេសណាមានច្បាប់ធូររលុងទន់ខ្សោយប្រទេសនោះក៏នឹងប្រឈមមុខក្នុងភាពរលំរលាយផងដែរការដែលយកច្បាប់ជាគោលមិនមែនត្រឹមតែគ្រប់គ្រងប្រជាជនតែប៉ុណ្ណោះទេគឺត្រូវតែគ្របដណ្ដប់ទាំងនាម៉ឺនមន្ត្រីនិងក្សត្រផងដែរនោះទើបច្បាប់មានប្រសិទ្ធភាពបើសិនជាបុគ្គលដែលមានអំណាចមិនគោរពច្បាប់ប្រទេសជាតិទៅហើយវាគឺជារឿងដែលពិបាកណាស់ក្នុងការឲ្យប្រជាជនគោរពតែឯងនោះ
មន្ត្រីធ្វើខុសក៏ត្រូវទទួលទោសដោយគ្មានករណីលើកលែងចំណែកឯបុគ្គលសាមញ្ញបើសិនជាបានបង្កើតស្នាដៃក៏ត្រូវតែទទួលបានរង្វាន់ដោយគ្មានការលើកលែងដូចគ្នាផងដែរអំពើល្អស្នាដៃកំហុសនិងទោសទណ្ឌគឺត្រូវតែជារឿងដែលស្មើភាពគ្នាក្នុងប្រទេសមិនថាជាអ្នកណាក៏ដោយក៏ត្រូវតែដាក់ទោសទៅតាមកំហុសខ្លួនបានប្រព្រឹត្តដោយគ្មានករណីលើកលែងបានហើយអ្នកដែលប្រព្រឹត្តល្អក៏ត្រូវតបស្នងដោយអំពើល្អដូចគ្នាផងដែរច្បាប់និងបទបញ្ជាដែលបង្កើតឡើងត្រូវតែប្រើបានចំពោះគ្រប់មនុស្សទាំងឡាយដោយគ្មានការលើកលែងបាននោះទើបហៅថាជាច្បាប់និងបទបញ្ជាដែលមានភាពរឹងមាំបើសិនជាបណ្ដោយឲ្យមនុស្សម្នាក់ណានៅពីលើច្បាប់និងបទបញ្ជានោះនឹងគ្មានអ្នកណាជឿជាក់នៅលើបទបញ្ជាតទៅទៀតឡើយហើយបើប្រទេសជាតិស្ថិតនៅក្នុងទម្រង់មួយបែបនេះនោះនឹងមានភាពរញ៉េរញ៉ៃចលាចលពិតជាមិនខាននោះឡើយភាពអូចារនៃឧត្តមភាពមិនមែនស្ថិតនៅលើការឈ្នះមនុស្សដទៃទេប៉ុន្តែគឺជាការស្ថិតនៅលើការឈ្នះខ្លួនឯងឧត្តមភាពនឹងធំធេងបានឬអត់មិនមែនវត្តត្រាន់ជ័យជំនះដែលបានទទួលពីសត្រូវនោះទេប៉ុន្តែគឺជាការវត្តទៅលើជ័យជំនះលើខ្លួនឯងទៅវិញនោះទេនោះទើបហៅថាជាឧត្តមភាពដ៏អស្ចារ្យពីព្រោះការយកឈ្នះទៅលើចិត្តរបស់ខ្លួនឯងគឺជារឿងដ៏លំបាកខ្លាំងណាស់ទោះបីជាមានកម្លាំងរាប់ម៉ឺនសែនក៏មិនប្រកាសថាអាចយកឈ្នះបានដែរដោយតួយើងឆេះប្រាយសតិបញ្ញានិងការតាំងចិត្តយ៉ាងមុតមាំទើបអាចសម្រេចបានទៀតដូចជាអ្នកប្រាជ្ញជាច្រើនតែងតែបានពោលថាមុននឹងយកឈ្នះអ្នកដទៃត្រូវយកឈ្នះចិត្តរបស់ខ្លួនឯងជាមុនសិនបើធ្វើមិនបានទេនោះជ័យជំនះដែលបានទទួលក៏មិនមានន័យអ្វីដែរហើយទាំងនេះក៏បានបញ្ជាក់ឲ្យឃើញថាតាមពិតសត្រូវកំណែតដែលគួរឲ្យខ្លាចបំផុតគ្មានអ្នកណាក្រៃឡើយគឺជាចិត្តរបស់យើងនេះឯងបើសិនជាអាចឈ្នះបានក៏មិនចាំបាច់ក្រែងខ្លាចសត្រូវណាឡើយកូនឈ្នួលធ្វើការឲ្យថៅកែមិនមែនកើតពីភាពស្មោះត្រង់នោះទេគឺមកពីប្រាក់ឈ្នួលក៏ដូចគ្នាដែរថៅកែដែលធ្វើល្អចំពោះកូនឈ្នួលគឺមិនមែនដោយសារជាបុគ្គលដែលមានមេត្តានោះទេដោយសារតែទទួលបានការបម្រើល្អពីកូនឈ្នួលភាពជាថៅកែនិងកូនឈ្នួលគឺមិនមែនកើតមកពីសតិសម្បជញ្ញៈរបស់អ្នកណាមួយទេគឺមកពីទូនាទីរបស់អ្នកណាមួយដែលត្រូវធ្វើនិងការទទួលបានផលប្រយោជន៍ដែលទទួលបានពីទូនាទីនោះទៅវិញនោះទេដូចជាកូនឈ្នួលដែលមានផាក់ដីដែលកើតមកពីការទទួលបានប្រាក់ឈ្នួលពីសំណាក់ថៅកែនោះគឺមិនមែនក្តីផាក់ដីកើតចេញពីចិត្តពិតនោះទេហើយចំណែកទង្វើដែលថៅកែធ្វើល្អចំពោះកូនឈ្នួលក៏ដើម្បីរំពឹងឲ្យកូនឈ្នួលធ្វើការឲ្យខ្លួនឲ្យអស់ពីចិត្តនោះដែរទង្វើបែបនេះមិនមែនកើតចេញពីមេត្តាករុណានោះទេទាំងអូននេះបានឲ្យឃើញថាចិត្តរបស់ថៅកែនិងកូនឈ្នួលគឺសុទ្ធតែដកដាមជាប់ជាមួយនឹងផលប្រយោជន៍ទាំងអស់គ្នាបើសិនជាគ្មានផលប្រយោជន៍រួមគ្នានោះទេក៏គ្មានភាពជាថៅកែនិងកូនឈ្នួលនោះដែរហើយផ្ទុយមកវិញបើសិនជាមានការតតែងគ្នាខាងផ្នែកផលប្រយោជន៍នោះកើតមានការដណ្ដើមគ្នាក្នុងស្ថានភាពបែបនេះទោះបីជាឪពុកម្ដាយឬញាតិមិត្តក៏អាចក្លាយជាសត្រូវនឹងគ្នាបានដែរ